ជីវិតយើងដូចជាអ្នកឡើងថ្នោតអញ្ចឹងអ្នកឡើងថ្នោតនៅពេលដែលគេឡើងដល់ចុងហើយគេចង់ទះដៃច្រៀងរាំបែបណាក៏បានដែរតែនៅពេលដែលយើងកំពុងតែឡើងដល់ពាក់កណ្ដាលដើមហ៊ានទៅទះដៃច្រៀងរាំដូចគេច្បាស់ណាស់នឹងធ្លាក់មកដីស្លាប់មិនខានជីវិតយើងក៏ដូចគ្នាដែរកុំឃើញគេសប្បាយឃើញគេហឺហាឃើញគេសោយសុខទៅហក់លោតសោយសុខហឺហាតាមគេពេលខ្លះសភាពការជីវិតយើងអត់ដូចជីវិតគេទេវ័យយើងកំពុងប្រឹងមិនអាចយកខ្លួនទៅប្រៀបធៀបជាមួយនឹងវ័យគេកំពុងប្រមូលផលបានទេកុំជុះតាមដំរីប្រយ័ត្នខូចខ្លួនអ្នកខ្លះឃើញគេប្រឹងប្រែងឃើញគេហត់នឿយឃើញគេរៀនសូត្រឃើញគេលុតដំខ្លួនអត់យកគំរូតាមគេទេប៉ុន្តែនៅពេលដែលគេឃើញគេហឺហាឃើញគេសោយសុខចាប់ផ្ដើមយកអានឹងជាគំរូឲ្យចង់ធ្វើអញ្ចឹងដូចគេមកពេលខ្លះវាធ្វើឲ្យយើងខ្លាយជាមនុស្សធំជាងអ្វីដែលយើងខំប្រឹងចាស់ផ្ដាំថាកុំស៊ីតាមពោះកុំជុកតាមដំរីអ្នកខ្លះមុននឹងគេហឺហាមុននឹងគេសប្បាយហ្នឹងគេខំប្រឹងស្ទើរតែគ្មានពេលដេកទៅហើយបានគេសោយសុខដូចសពថ្ងៃនេះបានគេបានផលផ្លែទៅហើយបានជាគេហឺហាបានកុំចេះតែឃើញគេដើរលំហែចង់ដើរលំហែតាមគេឃើញគេសាកថ្មជីវិតចង់សាកថ្មជីវិតតាមគេទាំងអាថ្មខ្លួនឯងនឹងមិនដែលបានប្រើអីមិនតិចអានឹងគេហៅថាសបាយលើសកម្រិតហើយចាស់ថាគោលឿនជាងចតូនអានឹងអត់បានទេត្រូវមើលពីសភាពការជីវិតខ្លួនឯងវ័យយើងកំពុងតែប្រឹងវ័យយើងកំពុងតែបញ្ចេញកម្លាំងកុំទៅចំណែនជាមួយនឹងវ័យគេដែលកំពុងតែសោយសុខពេលខ្លះគេលំបាកច្រើនណាស់ទម្រាំតែគេបានសោយសុខអញ្ចឹងវ័យយើងកំពុងប្រឹងត្រូវតែមានមោទនភាពត្រូវតែមានជំនឿចិត្តជាមួយអ្វីដែលយើងខំប្រឹងធ្វើនាពេលបច្ចុប្បន្នបដោតធ្វើវាឲ្យអស់ចិត្តគុំល្វើល្វាយទៅប្រៀបធៀបជីវិតខ្លួនឯងទៅនឹងជីវិតគេអ្នកខ្លះខំប្រឹងធ្វើការបានល្អមែនតើតែដោយសារតែឃើញគេសោយសុខឃើញគេស្រួលឃើញគេសម្រាកទៅស្រួលបែរជាបាក់ទឹកចិត្តហើយបោះបង់អាការប្រឹងប្រែងនឹងចោលអានឹងអត់កើតទេត្រូវមើលទៅវិញថាតើយើងកំពុងធ្វើអីហើយគេកំពុងធ្វើអីពេលខ្លះប្រវត្តិជីវិតមនុស្សមិនដូចគ្នាទេជីវិតត្រូវតែសបាយចោះវាមិនខុសទេប៉ុន្តែត្រូវមើលសភាពការជីវិតខ្លួនឯងផងឧស្សាហ៍រំលឹកខ្លួនឯងជាប្រចាំយើងនៅកន្លែងណាយើងកំពុងតែធ្វើអីហើយយើងគួរផ្ដោតសំខាន់ទៅលើអ្វីគួរសប្បាយរីករាយក្នុងកម្រិតមួយណាកុំយកខ្លួនឯងទៅប្រៀបធៀបជាមួយនឹងជីវិតគេមនុស្សចេញពីប្រភពនិងស្ថានភាពមិនដូចគ្នាទេរៀនរស់ដោយខ្លួនរៀនរកក្តីសុខដោយខ្លួនគេសុខបែបគេយើងមានក្តីសុខបែបយើងអនាគតរបស់យើងគឺយើងម្នាក់គត់ជាអ្នករៀបចំតាំងពីដើមរហូតដល់ចប់